សួស្តីបងហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំមានផលិតផលថ្មីមួយចង់ឲ្យប្រអប់ឲ្យបងឃើញបាទគឺ JBL Flip 7បាទតែចេញមកដល់ស្រុកខ្មែរបាន2ថ្ងៃទេអូខេអញ្ចឹងយើងចង់បង្ហាញថារូបរាងវាបែបណាហើយមានអីគេខ្លះនៅក្នុងប្រអប់បាទឃើញថា design មកថ្មីមិនសូវជាខុសគ្នាប្រហែលតែក៏មានចំណុចខុសគ្នាដែរបាទអញ្ចឹងឥឡូវយើងអានបកតែម្ដងទៅអត់ទាន់បានឃើញដែរអញ្ចឹងបើប្រអប់មកដំបូងយើងឃើញមានប្រអប់ accessory មួយបាទគេមាននេះក្លាស់សម្រាប់ថ្ពក់ហើយនឹងខ្សែសម្រាប់យួរអាចផ្លាស់ប្ដូរបានអញ្ចឹងយើងបាន2មុខតែម្ដងចឹងអត់ទាន់ហែកមើលទេមកមើលរូបរាង speaker តែម្ដងបាទ key អញ្ចឹងឃើញថានេះអាកន្លែងការពារ radiator នេះវាធំជាងមុនវែងជាងមុនអញ្ចឹងណា logo នៅដដែលជ័រនេះវាអត់លបកទៀតទេគឺវាជាប់មកពីក្នុងហ្មងអត់តន់ច្បាស់ដែរតែរឹងអត់លបកទេហើយអានេះយើងអាចចុចដើម្បីដកខ្សែជ្រូបាត់ទេអញ្ចឹងយើងមិនបាច់ដាក់ខ្សែក៏បានចង់ដាក់ខ្សែក៏បានហើយសម្រាប់ប៊ូតុងយើងភ្ជាប់មកអានេះនៅក្បែរគ្នាចេះស្រួលក្បែរគ្នាហ្នឹងចង់ចុចឲ្យស្រួលហើយយើងភ្ជាប់មកជាមួយនឹង multi speaker connection បាទអាចភ្ជាប់ជាមួយនឹងពួក party box 320 120 ultimate ឲ្យបានអូខេអញ្ចឹងដូចជាអត់មានអីខុសប្លែកគ្នាច្រើនដែរទេទុកវិញអញ្ចឹងនៅក្នុងប្រអប់នេះយើងនៅក្នុងប្រអប់នេះបានអីគេខ្លះក្នុងនេះអស់ហើយដៃមួយយើងពិបាកតិចហ្នឹងមកអូខេអត់មានអីមានតែនេះមួយបាទអញ្ចឹងបញ្ជាក់នៅក្នុងវីដេអូនេះបងសម្រាប់ Flip 7 Charge 6គឺយើងអត់មានភ្ជាប់ជាមួយនឹងខ្សែ USB ទេខ្សែសាកថ្មណាអញ្ចឹងបើបងមានស្រាប់បងប្រើបងមានស្រាប់ហើយបើអត់ទាន់មានទេទិញថែមហើយខាងខ្ញុំក៏មានលក់ដែរសម្រាប់Type C to Type C ខ្ញុំមាន brand Infinity support fast charge ដល់100W ប្រវែងក៏វែងដែរ 1.5 1ម៉ែត្រកន្លះបាទអញ្ចឹងបងមានតម្រូវការអាចមកបាននៅ Nano Sound តកែវអរគុណបាយបាយ